ជើងស្ទាយខ្ញុំមកពីស្រុកឆ្ងាយមកពីបានលងដាច់ជើងក៏ដាច់បាយទៅវិញគេសួរសំណុកខ្ញុំឆ្លើយវិញថាអត់សុខយប់ឡើងដេកអប់ទៅឆ្កែទៅប៉ែចង់ដូរទៅស្រុកគេលឺគេថាស្រួលគួរឡើងចង់បែកយប់ឡើងហមម៉ូតូអាឌឺវាគិតតែស្រែកចង់នេះសុបក្រងយប់ឡើងមើល YouTube សួរយោបល់ម៉ែតករេទិញខូបអើយឈប់ខ្វល់ធ្វើម៉េចឲ្យសល់ពី3លានពួកម៉ែខ្ញុំប្រាប់ថាទៅលូកលៀនជានេះគិតតែពីលុយរឿងអីក៏វាបថុយពេលដែលអស់ពីម៉ែវាធ្វើមកវាឡើងស្អុយយប់ឡើងដេកមិនលក់តែខ្ញុំដកព្រលឹងពួកនៅចិត្តខាងគេលឺឲ្យចេះតែខឹងគេសួរខ្ញុំមិនអញ្ចឹងហើយខ្ញុំមិនទៅដឹងបើក៏មិនពេញចិត្តឲ្យគាត់ទៅតាមនឹងអូននេះមកពីណាមកនេះរៀងតំណងក្នុងចិត្តមានរឿងអីមិនក៏មិនប្រាប់បងខ្ញុំក៏នេះមកដំដងមកពីស្រុកឆ្លងកាត់ឆ្នាំវកសំលេងដូចសត្វអាវងទួយនេះមកពីណាមកនេះមានបំណងមាននេះចង់និយាយមិនក៏មិនប្រាប់ផងខ្ញុំក៏នេះលុបប្រហិតមកពីបាត់ដំបងគេថាខ្ញុំអ្នកលេងតែលេងផងមែនផងជួយរឿងនេះចាប់អារម្មណ៍អានោះនេះគេបខំលេងសុកដូចលេងដូចចង់បន្លំអានឹងវាតែអញ្ចឹងពួកឯងកុំទៅខឹងបើគេអ្នកប្រកាន់ដាក់ម៉ាងឲ្យចេញពីនឹងបងឯងថាឲ្យពីណាស្ដាប់ដូចជាស្តៀងឬក៏ថាថ្ងៃមុនវាស៊ី3 4កំភ្លៀងឬនឹងមែនតែស្មានតែលេងមែនណាបងមកគ្មាននឹងហេមកមើលជើងស្ទាយទៅចេញពីប៉ោះយកមកផុស TikTok ហើយធុញស្ដាប់គេតែអួតរឿងហិតកបោតាំងពីច័ន្ទដល់សុកក្រែវាគេសុកវាចង់ដេកត្រង់កុកសមុខស្រួលវាមិនចង់បាយថងតាមស្រុកខ្ញុំមិនចេះតែថែណាផ្លូវនឹងខ្ញុំដើរហើយស្ដាប់ឲ្យត្រង់ប្រាប់ទីប្រយ័ត្នស្ដាយក្រោយគាត់នៅថាអញ្ចោថាអញ្ចេះថាអញ្ចឹងពេលខ្ញុំថាវិញគាត់ថាមកដូចជាខឹងគាត់ថាខ្ញុំអ្នកលក់គាត់ថាខ្ញុំអ្នកជក់ពេលគាត់ដេកចំមួកទុកឲ្យកូនគាត់ជាអ្នកជក់កាប់រឿងអញ្ចឹងផ្ទះក្បែរគ្នាតែមិនបងអត់ដឹងអីសបាត់តាំងពីព្រលឹមស្មានតែជាអ្នករៀនកាប់បិទឆក់ខ្សែក